Alo chị Việt Quốc. Tin nhắn nắng. Mình khi tôi sắp đi vào siêu video tới đấy chị. Ô, bạn chưa. Lúc khác là bông công tích với sao ta ở mình là quạt ở mình chạy con được số tôi quạt mà mình được phá đấy chị. Nhưng trong đồng khăn ta dịch đi bên sĩ phá xua tại tôi được phá khăn đấy. Chỉ ca phá xua đi vào siêu video tôi lộ ở số tôi bằng chạy con từ nên ca nào được bọc hàng ở cái nạp phá xâm quan mà mình chỉ thật tại trên quạt làm bầy chơi ru mà bên đi ca tổng hồn thì đã tổng tài ở bóng rộng quá. Nó còn ăn khẽ chơi ru mà xin thì càng chơi được bao nhiêu chơi tham giaประกอบสับสายที่เชียร์ในตัวที่ก็แบบก็ทำซึ่งตัวเองชื่อว่าไปการคณะปะสมัยคือกิจกรรมของมือไปก่อนมันโจรุได้เป็นสาขาเราในกิจกรรมเช่นว่าคณะปะนี่ใช้ต่อเป็นคำวิจารณ์ในการใช้ต่อยังไงได้จ้ะวิมุญยมจองมันจะหาประกอบสับสายแต่กฎมันเจริญนั่งโดยเฉพาะ OFA OFI ให้นั่งตัวใบย้อนให้นั่ง CNC វាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេដូច្នេះយើងគ្មានអធិបុលអីទៅចាត់ចែងកន្លែងហ្នឹងទេបើស្នាជាគាត់ហ្នឹងពិតជាមានកង្វល់ចំពោះមនោគមវិជ្ជារបស់ LDP ចំពោះស្ថានភាពដឹកនាំសង្គមហ្នឹងឲ្យវាមានអកុសលធម៌ឬក៏វាធ្ងន់ធ្ងរដូចជារបបប៉ុលពតឬរបបហ្វាស៊ីលោកសុកទូចខ្លួនឯងហ្នឹងក្នុងនាមជាពលរដ្ឋល្អត្រូវទាញជាពិសេសគឺប្រមុខបកដែលជាអ្នកទទួលខុសត្រូវទូទៅក្នុងគណៈបកហ្នឹងទៅដេញដោលនៅស្ថានីយ៍ដែលគាត់តម្រូវនឹងទៅប៉ុន្តែសម្រាប់ឲ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងទៅរៀបចំចាត់ចែងកម្មវិធីនៅទីនោះវាមិនមែនជាការទទួលខុសត្រូវរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលើស្ថានីយ៍ទាំងអស់នោះទេដូច្នេះគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់មានអធិបុលអ្វីទៅរៀបចំចាត់ចែងនៅកន្លែងនោះបើទោះបីជាចង់ទី2ចា៎ខ្ញុំចង់ប្រាប់ថាគាត់និយាយថាគាត់មិនមែនជាសមាជិករបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេហើយដូច្នេះគាត់មិនចូលរួមទេភាសារបស់គាត់នេះវា logic ក៏គ្មានហេតុផលបិទនៅក្នុងចិត្តក៏វាគ្មានឧទាហរណ៍ថាមនុស្សម្នាក់មកជេរគេមកថ្មេះតេស្តឌីលគេរួចហើយដល់ពេលគេហៅគាត់មកទទួលខុសត្រូវលើពាក្យសម្ដីរបស់គាត់ផ្ទាល់គាត់និយាយថាខ្ញុំមិនមែនជាសមាជិកនៅក្នុងគ្រួសារនឹងផងយើងក៏មិនបានសម្គាល់ថាគាត់ជាសមាជិកនៅក្នុងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែរប៉ុន្តែពាក្យសម្ដីរបស់គាត់វាប៉ះពាល់ជាពិសេសគឺប៉ះពាល់ធ្ងន់ធ្ងរដល់អ្វីដែលជាការងារដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចាត់ទុកថាជាការងារឧត្តមគតិឬជាការងារមនោសញ្ចេតនាចំពោះពូជសាសន៍ហ្នឹងខ្លួននៅខាងក្រៅបកហើយខ្លួនវាយប្រហាររហូតដល់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានមនោគមវិជ្ជាដូចប៉ុលពតឬពួកហ្វាស៊ីអញ្ចឹងគេហៅគាត់ឲ្យមកទទួលខុសត្រូវទៅលើពាក្យរបស់គាត់ហ្នឹងហើយដល់ពេលគាត់និយាយគាត់ឆ្លើយថាគាត់មិនមែនជាសមាជិករបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែវា logic ត្រង់ណាគាត់ធ្វើឲ្យប៉ះពាល់បើគេហៅគាត់មកលោកខំវិស្នាបើសិនជាដោយការអានរបស់លោកសុខមិនមែនថាបើសិនជាលោកខំវិស្នានៅតែប្រកាន់ជំហរថាអញ្ជើញគាត់ទៅដល់គណៈបកផ្ទាល់ហើយគាត់បានប្រកាន់ជំហរខ្លួនគាត់ឯថាគាត់នឹងមិនចូលរួមទេបើសិនជាចូលរួមส่วนវិទ្យាមូលក្នុងគណៈបកហ្នឹងប៉ុន្តែបើក្រៅគាត់ទៅវិញសិនជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងសម្រាប់លោកខំវិស្នាមានការឆ្លើយតបដំណាក់នេះជាគោលជំហររបស់គាត់បាត់នេះចា៎ទី1យើងចង់បង្ហាញទៅដល់សាធារណជនអំពីការដែលគ្មានការទទួលខុសត្រូវចំពោះបណ្ឌិតដែលគាត់ចាប់ទុកថាគាត់គឺជាមនុស្សមានសិលធម៌ហ្នឹងឲ្យប្រជាពលរដ្ឋបានដឹងថាមនុស្សដែលតាំងខ្លួនថាមានសិលធម៌ហ្នឹងគឺជាមនុស្សប្រភេទហ្នឹង3ដងដែលគាត់ធ្វើការបដិសេធចំពោះការចូលរួមក្នុងការអញ្ជើញរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីសួរដេញដោលទី1គាត់និយាយថាគាត់មិនមែនជាគណៈបកនយោបាយទេនឹងលើកទី1គាត់មិនមែនជាសមាជិករបស់គណៈបកនយោបាយទេដូច្នេះគាត់គ្មានភាពតម្រូវណាមួយឲ្យគាត់មកចូលរួមព្រោះគាត់អត់មែនគណៈបកនយោបាយដល់ពេលទី2គាត់និយាយថាបើមានអ្នកសម្របសម្រួលដែលមានវិជ្ជាជីវៈគាត់ចូលរួមនេះមានន័យថាម៉េចមានន័យថាឥឡូវហ្នឹងគាត់មិនមែនជាគណៈបកនយោបាយមិនមែនជាសមាជិកគណៈបកនយោបាយក៏គាត់ចូលរួមដែរអញ្ចឹងមានន័យថាពាក្យសម្ដីរបស់គាត់វាខុសពីពាក្យលើកមុនដល់ពេលខ្ញុំឆ្លើយតបទៅវិញតាម Facebook ថាបើសិនណាជាគាត់យល់ថាគាត់អាចចូលរួមលុះត្រាតែមានអ្នកសម្របសម្រួលដែលមានវិជ្ជាជីវៈខ្ញុំហ្នឹងក៏វាមិនយល់ច្បាស់នៅការកត់សម្គាល់របស់គាត់ថាអ្នកសម្របសម្រួលប្រភេទណាដែលចាត់ទុកថាមានវិជ្ជាជីវៈហ្នឹងខ្ញុំក៏ឆ្លើយតបតាម Facebook ថាសូមអញ្ជើញលោកជ្រើសរើសអ្នកសម្របសម្រួលដែលមានវិជ្ជាជីវៈតាមដែលលោកយល់នឹងមកចោះស្រាប់តែគាត់កន្លះទៅជាទី3ថាតលតែទៅប្រព័ន្ធផ្សព្វផ្សាយ CNC OFA អីចឹងទៅខ្ញុំឆ្ងល់ទៅវិញថាតើខ្ញុំមានឥទ្ធិពលអ្វីទៅគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ហ្នឹងអញ្ចឹងបានខ្ញុំចោទត្មងថានេះគ្រាន់តែជាលេសដើម្បីមិនទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ខ្លួនតែប៉ុណ្ណោះហើយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងចាត់វិធានការទៅតាមអ្វីដែលយើងអាចធ្វើទៅបានឧទាហរណ៍ដូចជាបាតកម្មចាប់គាត់ឲ្យមកទទួលខុសត្រូវពីព្រោះគាត់និយាយប៉ះពាល់ដល់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឬធ្វើលិខិតថ្កោលទោសជាសាធារណៈដើម្បីឲ្យគេស្គាល់មុខមាត់បណ្ឌិតដែលយើងចាត់ទុកថាជាមនុស្សឥតសិលធម៌ហ្នឹងនៅក្រោមផ្លាក
សិលធម៌សម្រាប់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិយាយថាបុគ្គលដែលអត់មានសិលធម៌ហ្នឹងគឺបុគ្គលខូចនិយាយកលិចលុចមិនចាំពាក្យខ្លួនឯងលៀបពណ៌គេវាយប្រហារគេពីក្រោយខ្នងបុគ្គលប្រភេទហ្នឹងជាបុគ្គលអត់សិលធម៌សម្រាប់មនុស្សដែលនិយាយត្រឹមត្រូវទៀងត្រង់ម៉ាត់ណាគឺម៉ាត់ហ្នឹងសម្ដីមិនគឺអញ្ចឹងបុគ្គលប្រភេទហ្នឹងជាបុគ្គលដែលមានសិលធម៌អញ្ចឹងបានយើងចង់ហៅគាត់មកទទួលខុសត្រូវតែគាត់ចោទថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់សិលធម៌អត់ត្រង់ណាអរគុណលោកខមេសានេះខ្ញុំមានតែសំណួរប៉ុណ្ណឹងអរគុណចំពោះតាមការដែលបានផ្ដល់បានឆ្លើយនៅសំណួរដែលខ្ញុំបានសាកសួរអរគុណច្រើនលោកខមេសាចា៎ជំរាបលា